ជំរាបសួរពុកតួនាទីឪពុកម្ដាយចំពោះកូននិងតួនាទីកូនចំពោះឪពុកម្ដាយមានអីខ្លះពុកតួនាទីឪពុកម្ដាយចំពោះកូនមាន5យ៉ាងហើយតួនាទីកូនចំពោះឪពុកម្ដាយក៏មាន5យ៉ាងដូចគ្នាឥឡូវចាំស្ដាប់ណារៀបរាប់ប្រាប់តើមានអីខ្លះតួនាទីឪពុកម្ដាយចំពោះកូនតួនាទីឪពុកម្ដាយចំពោះកូនទី1ហ្នឹងគឺត្រូវអប់រំកូនកុំឲ្យធ្វើអំពើអាក្រក់ទាំងឡាយណាទី2អប់រំកូនឲ្យតាំងនៅក្នុងអំពើល្អទី3ហ្នឹងគឺផ្ដល់ការសិក្សារៀនសូត្រនឹងឲ្យកូនមានចំណេះវិជ្ជាទី4ហ្នឹងគឺបើកូនធំពេញវ័យគឺត្រូវបើអាចណាបើសិនជាអាចរៀបអាពាហ៍ពិពាហ៍រៀបការឬក៏រកគូស្រករនឹងឲ្យកូនស្រីហ្នឹងណាហើយទី5បើសិនជាមានលទ្ធភាពក៏អាចចែកមរតកនឹងឲ្យកូនប្រុសស្រីទៅតាមកាលគួរទី5អានឹងតួនាទីឪពុកម្ដាយចំពោះកូនគឺមាន5យ៉ាងនឹងឯងហើយសម្រាប់កូនវិញក៏មាន5យ៉ាងដូចគ្នាទី1គឺត្រូវចិញ្ចឹមបីបាច់ថែរក្សាឪពុកម្ដាយវិញនៅពេលដែលគាត់ចាស់ទៅក៏ធ្វើការលេងកើតកក់កុំទុកគាត់ចោលត្រូវចិញ្ចឹមមើលថែគាត់វិញហើយទី2បើសិនជាគាត់មានកិច្ចការងារអីរវល់ត្រូវពឹងពាក់កូនឲ្យធ្វើត្រូវតែទៅធ្វើឲ្យគាត់កុំឲ្យគាត់ពិបាកចិត្តហើយទី3ហ្នឹងគឺតួនាទីកូនប្រុសស្រីហ្នឹងត្រូវរៀបចំខ្លួនទៅម៉េចដើម្បីរក្សាពូជពង្សវង្សតកូលនឹងឲ្យថ្លៃថ្នូរបើគ្រួសារយើងជាអ្នកមានពូជពង្សវង្សតកូលល្អកូនកុំធ្វើឲ្យកិត្តិយសគ្រួសារនឹងធ្លាក់ចុះឲ្យសោះត្រូវព្យាយាមបើធ្វើឲ្យបានល្អបានតែពិសេសហើយទី4គឺត្រូវរៀបចំខ្លួនទៅម៉េចឲ្យរឹកល្មិចឲ្យសមលក្ខណៈឬក៏ឲ្យមានគុណសម្បត្តិស័ក្តិសមនឹងជាអ្នកទទួលកេរមរតកពីឪពុកម្ដាយណាបាទឯងធ្វើខ្លួនមិនសំណំក៏ចង់បានតែត្រឹបឪម៉ែអានោះមិនកើតទេត្រូវធ្វើខ្លួនឲ្យសមដើម្បីទទួលយកកេរមរតកពីឪម៉ែហើយទី5បើសិនជាអាចនៅពេលដែលគាត់ស្លាប់ទៅគួរតែធ្វើបុណ្យឧទ្ទិសតេកណានុប្រទានបញ្ជូនកុសលនឹងទៅឲ្យគាត់ផងបើសិនជាអាចទី5ព្រោះគាត់ស្លាប់ទៅមិនដឹងជាទៅកើតនៅទីណាទីណីទេអញ្ចឹងយើងគួរតែធ្វើកន្លែងហ្នឹងកូនស្ដាប់បានខ្លះអត់កូនចាមានប៉ុណ្្នឹងឯងចាអញ្ចឹងជម្រាបលាពុក